យើងចង់សម្រួលគ្នាចរចាគ្នាយ៉ាងណាក៏ដោយក៏ប្រហែលជាមិនអាចទៅមុខបានទេដរាបណាប្រទេសថៃនៅប្រើផែនទីខុសពីកម្ពុជាយើងមិនអាចរកចំណុចកណ្ដាលបានទេឥឡូវថៃគេថាមុំបីកន្លែងសាលារួមចិត្តគឺជារបស់ថៃទោះបីថៃប្រើផែនទី1 លើ 50,000 ដែលថៃប្រើដោយផែនទីឯកតោភាគីនេះយ៉ាងណាក៏ដោយក៏ចំណុចនេះមិនស្ថិតនៅក្នុងព្រំប្រទល់របស់ថៃនោះដែរវាស្ថិតនៅក្នុងដែនទឹកដីកម្ពុជាប្រើផែនទីរបស់យើង1 លើ 200,000 ក៏បង្ហាញដូចគ្នាតំបន់ដែលកងគ្នាគឺនៅខាងលើមិនមែនកងគ្នានៅកន្លែងមុំបីកងគ្នានៅកន្លែងសាលារួមចិត្តទេសូមឲ្យច្បាស់ក្នុងនេះប៉ុន្តែវានឹងប៉ះពាល់ដល់ចំណុចផ្សេងទៀតព្រោះដោយសារកម្ពុជាប្រើផែនទីនៃសន្ធិសញ្ញាបារាំងសៀម1102 1107បាទចុះថៃវិញថៃទៅរៀបចំផែនទីដោយឯកតោភាគីមិនមានការឯកភាពរបស់ជាមួយកម្ពុជានោះឡើយបើប្រទេសនីមួយមានសិទ្ធិធ្វើបែបដូច្នេះតើអ្នកណាជាអ្នកកំណត់ទឹកដីបើសិនជាគាត់ចង់ធ្វើផែនទីវត្តខេត្តត្បូងឃ្មុំក៏បានដែរព្រោះផែនទីគាត់អ្នកគូទៅតាមានការឯកភាពណាស់ផ្ទុយជាមួយនឹងភាគីវៀតណាមដែលខ្ញុំសូមលើកឧទាហរណ៍តាំងពី1985យើងប្រើផែនទី1 លើ 100,000 រួមគ្នាបានឯកភាពគ្នាដោះស្រាយបញ្ហាព្រំដែនជាមួយនឹងភាគីវៀតណាមរហូតដល់បានដល់ 84% យើងនៅសល់សេសសល់តែ 16% ទៀតដែលយើងនៅបន្តដោះស្រាយតាមរយៈគណៈកម្មការដោះស្រាយព្រំដែនរួមគ្នាហើយយើងមានយន្តការជាបន្តបន្ទាប់រហូតដល់យើងបានធ្វើជាសន្ធិសញ្ញាបំពេញបន្ថែមផែនទីរហូតដល់ឆ្នាំ2019យើងបានឯកភាពគ្នាក្នុងការប្រើផែនទី1 លើ 50,000 យើងបានលទ្ធផលក្នុងការចរចាដោះស្រាយបញ្ហាព្រំដែនជាមួយវៀតណាមរហូតដល់បាន 84% បាទនេះជាឆន្ទានុសិទ្ធិដែលយើងទាំងពីរនាក់រួមគ្នាក្នុងការចរចាដោះស្រាយបញ្ហាព្រំដែនលើសពីនោះភាគីមិត្តឡាវយើងដោះស្រាយបញ្ហាព្រំដែនជាមួយឡាវបាន 86% យើងនៅសល់តែ 14% ទៀតទេនេះក៏យើងប្រើផែនទីរួមគ្នា1 លើ 100,000 ហើយមានការឯកភាពទទួលស្គាល់គ្នាចាប់ពីឆ្នាំ 1998 ឡាវវៀតណាមអ្នកជិតខាងរបស់កម្ពុជាដោះស្រាយបញ្ហាព្រំដែនរួមគ្នាអស់ហើយដោយឡែកភាគីថៃឯកភាពគ្នាឆ្នាំ 2001-2002 ដោះស្រាយបង្គោលខណ្ឌសីមាបានត្រឹម 43 បង្គោលលើ 74 បង្គោលនោះទេប្រៀបធៀបភាគរយប្រហែលជា 50% ហើយប្រើផែនទីខុសគ្នាទៀតបើថៃមានបំណងដោះស្រាយបញ្ហានេះគឺប្រហែលជាដោះស្រាយបញ្ហានេះពីមួយឆ្នាំទៅមួយឆ្នាំតាមរយៈយន្តការ JBC កន្លងមកហើយប៉ុន្តែថៃបានអាក់ខានជាមួយនឹងប្រទេសកម្ពុជាតាំងពីឆ្នាំ 2012-2013 មកម្លេះទើបតែចាប់ដៃគ្នាក្នុងការដោះស្រាយបញ្ហាព្រំដែនក្រោមយន្តការ JBC នៅឆ្នាំ 2025 នេះទេ12 ឆ្នាំហើយដែលថៃនិងកម្ពុជាអាក់ខានក្នុងការដោះស្រាយបញ្ហាព្រំដែនតើនេះសំណួរចោទសួរថាហេតុអីបានខ្ញុំកម្ពុជាដោះស្រាយជាមួយមិត្តវៀតណាមរហូតដល់ 80%
ដោះស្រាយជាមួយមិត្តឡាវ86%ហេតុអីជាមួយភាគីថៃយើងដោះស្រាយមិនកើតហើយកម្ពុជាចង់បានណាស់នៅព្រំដែនមិត្តភាពកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍរួមគ្នាទាំង3ប្រទេសជាប់ព្រំដែនជាមួយគ្នាដល់ពេលយើងរកដំណោះស្រាយមិនបានដោយខ្ញុំលើកឡើងដរាបណាយើងប្រើផែនទីខុសគ្នាយើងមិនអាចរកចំណុចកណ្ដាលក្នុងការដោះស្រាយបានទេហេតុនេះហើយបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការដាក់ចំណុចនេះទៅឯតុលាការយុត្តិធម៌អន្តរជាតិដើម្បីឲ្យមានអ្នកទី3មកកាត់ក្តីបើសិនជាយើងនៅប្រើផែនទីខុសគ្នាចង់10ឆ្នាំទៀតចង់100ឆ្នាំទៀតចង់1000ឆ្នាំទៀតក៏យើងមិនអាចដោះស្រាយគ្នាបានដែរចឹងហើយយន្តការដែលល្អបំផុតគឺជូនទៅដល់តុលាការឡាអេក្នុងការជួយកាត់ក្តីខ្ញុំជម្រាបដែរថាកាត់ក្តីនេះមិនប្រកាសថាកម្ពុជាចំណេញទឹកដីមិនប្រកាសថាភាគីថៃចំណេញទេវាអាចមានចំណេញវាអាចមានខាតដោយយកចំណុចកណ្ដាលប៉ុន្តែយើងបានអីគេយើងបានសន្តិភាពយើងបានការឯកភាពគ្នាទាំងសងខាងថាព្រំប្រទល់នេះយើងកំណត់នឹងឯកភាពគ្នារួមគ្នានេះហើយដែលយើងបានពីការកាត់ក្តីនៅតុលាការយុត្តិធម៌អន្តរជាតិ